ជាបឋមសូមនមស្ការគុំចាស់គ្រប់អង្គនិងសូមចម្រើនពរញោមញាតិពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាញាតិញោមជួយ share វីដេអូនេះមួយសិនញោមណាបាទហ្នឹងហើយឥឡូវនេះគឺរបងវត្តទឹកល្អកពណ៌របស់យើងក៏កំពុងតែដំណើរការនៃការសាងសង់ហើយញាតិញោមបាទជើញមកមើលទាំងអស់គ្នាមកបាទរបងវត្តពណ៌របស់យើងនេះគឺយើងបានធ្វើដំណើរឥឡូវនេះយើងចាក់បាទសរទឿហើយយើងនឹងដល់រៀបអិតរៀបអិតដើម្បីត្រថ្នាំញាតិញោមណាឥឡូវនេះសល់តែបាន2ប្រឡោះ3ប្រឡោះទៀតទេដល់ហើយញាតិញោមហើយហើយយ៉ាងបន្តិចទៀតនេះយើងនឹងនោះអ្នករៀបថ្នាំក៏មកដល់ជ្រុងខាងនោះហើយដែរញោមអញ្ចឹងក៏យើងបានចាក់សរបានហើយបងបាន10ដើមហើយញាតិញោមសរតែក៏យើងចាប់ដើមពីខាងជើងមកមុនសរនេះឥឡូវញាតិញោមមកដើរមើលញាតិញោមបងសុំកន្លងទេហើយមួយទៀតរបងយើងនេះក៏យើងនឹងដំណើរការធ្វើរាល់ថ្ងៃហើយថ្ងៃនេះគឺបើកបច្ច័យឲ្យជាងហើយញាតិញោមបើកបច្ច័យឲ្យជាង2779ថ្ងៃនេះហើយជាងយើងធ្វើច្រើនហើយយើងធ្វើនេះអត់ទាន់បានកន្លះខែទេញាតិញោមមិនទាន់បានកន្លះខែទេក៏យើងបានធ្វើបានច្រើនញាតិញោមយើងធ្វើបានច្រើនញាតិញោមដោយបានឃើញដំណើរការនៃការសាងសង់ហើយហើយនេះប្រឡោះទឹកពេលយើងចាក់ដីទៅវាទៀតយើងហូរទឹកចេញទៅក្រៅហ្នឹងហើយចឹងញាតិញោមដើរឲ្យញាតិញោមមើលតិចឲ្យចាស់ហើយចឹងប្រឡោះញាតិញោមហើយនៅឆ្ងាយខាងនោះទៀតហ្នឹងហើយចឹងញាតិញោមខាងនេះញោមចងកាយេដៃថ្នាំមកខ្ញុំហត់ហើយអត់អីទេណានេះចងស្អាតញាតិញោមមកទឹកកន្លះមួយចឹងញាតិញោមបានឃើញហើយចឹងរបងយើងវែងញាតិញោមមកធ្វើនេះចូលជា300ម៉ែត្រជាង300ម៉ែត្រគិតជាប្រឡោះទៅចូលជា100ប្រឡោះជាងហើយញាតិញោមមកជាហៀងវត្តនិយាយទៅមកជាហៀងវត្តខាងពីជើងមកលិចមកបងកាច់ទៅកើតទៀតអញ្ចឹងយើងធ្វើនេះគឺច្រើនហ្នឹងដល់វគ្គខាងនេះចាក់ថ្នាំញាតិញោមតែជាងអានេះតាន់ណាធ្វើការអរគុណហ្នឹងហើយយើងចាក់បានថ្នាំដល់ពាក់កណ្ដាលខាងក្រោយនេះហើយញាតិញោមក្រោយសាលានិច្ចភ័ណ្ឌក្រោយសាលានិច្ចភ័ណ្ឌហើយយើងចាក់នេះមានម៉ាស៊ីនញ័រមានអីសម្រាប់យើងធ្វើការឲ្យបានស្អាតបានល្អដូចជាញោមបានឃើញហើយហ្នឹងហើយអរគុណសម្រាប់ការទស្សនានៅវីដេអូដែលមកបង្ហាញពីការវិវត្តនៃការកសាងនៅហើយមួយទៀតនៅខាងក្រៅអាត្មានេះគឺក្រុមហ៊ុនធ្វើផ្លូវក្រុមហ៊ុនធ្វើផ្លូវបានចាក់ញាតិញោមក្រុមហ៊ុនធ្វើផ្លូវយើងបានស្អាតបានល្អញាតិញោមផ្លូវយើងក៏ស្អាតរបងយើងក៏ដំណើរការនៃការសាងសង់perfect ហើយស្អាតបានរបងហើយអត់បានគ្រប់ទេណាញាតិញោមណាញាតិញោមអាចចូលរួមជួយរបងថ្មីបន្តផងញាតិញោមអត់10000អត់អត់10000អត់ចូលជា$400ហាងឆេងអត់នេះអត់ច្បាស់សោះញាតិញោមអើយ410 420 415ហើយអាត្មាយកនេះយកច្រើនញាតិញោមកសាងរបងយើងច្រើនជាង100ប្រឡោះជាង100ប្រឡោះហ្នឹងតែទៅហ្នឹងជាង100ប្រឡោះដល់ទៅនោះចង់មកត្រួយជាង100ប្រឡោះនោះញាតិញោមអើយច្រើនណាស់ចឹងញាតិញោមជួយអាម៉ាហងបច្ច័យបុណ្យផ្កាបានមកហ្នឹងយើងកសាងប៉ុណ្នេះអស់ចូលជា$15000ញាតិញោម$15000ជាងហើយខាងនេះសសរញាតិញោមនេះសសរសរយើងចាក់ហើយបាន10ដើមជាងហើយ3ម៉ែត្រដែរញាតិញោមអានេះ2.8 ម៉ែត្រ
2 ម៉ែត្រ 8 ជាងឡើយឯងពោះក៏អាត្មាធ្វើនេះគឺយកឲ្យត្រូវស្តង់ដាបើគិតជាយូរអង្វែងឲ្យហើយញាតិញោមយើងកុំឲ្យបើយើងធ្វើឲ្យប៉ះពាល់ផ្លូវបើយ៉ាងយើងធ្វើនេះគឺពើងរាប់ខែរាប់ឆ្នាំបើរាប់ខែរាប់ឆ្នាំបានរាប់10 ឆ្នាំទៅមុខទៀតយើងអត់ប៉ះពាល់ជាមួយនឹងផ្លូវទេញាតិញោមណាបើនេះផ្នែកខាងជើងហើយអាត្មាដើរញាតិញោមមើលពីផ្លូវចូលវត្តញាតិញោមអើយស្អាតអស់ហើយបើនេះខាងជើងម្ដងញាតិញោមបើពីផ្នែកខាងជើងម្ដងនេះផ្លូវស្អាតអស់ហើយញាតិញោមបើស្អាតអស់ហើយផ្លូវយើងបើហ្នឹងហើយនេះគំរូរបងថ្មីប្រវត្តិទឹកល្អញាតិញោមបើញាតិញោមជើញមកទស្សនានៃការសាងសង់នៅរបងថ្មីនេះបើយើងជាធ្វើឲ្យយើងចេះញាតិញោមបើរបងចេះបើយើងយកក្បាច់សាមញ្ញទេញាតិញោមណាយើងអត់យកក្បាច់ច្រើនទេអានេះរបងស្អាតជ្រីហើយតិចទៀតទៅអាត្មានឹងចាត់ចែងនៅរបងនេះចាត់ចែងខាងនោះទៀតឆ្ងាយទៀតចាត់ចែងរបងនេះហើយញាតិញោមអញ្ចឹងយើងសេរីរបងចាស់ផងយើងទៅយើងឆ្កាព្រៃឆ្កាអីទៀតផ្លូវយើងបានស្អាតបានល្អញាតិញោមក៏របងថ្មីក៏ស្អាតរបងផ្លូវក៏ស្អាតញាតិញោមអូយស្អាតអស់ហើយហើយនៅក្រុមហ៊ុនផ្លូវគេកំពុងតែធ្វើ